Yeah, they're sucking blood. Bah, saya pun dengan video đôi chia mà bọn khơi những cái bài video chẳng cứ cả đào prey từ đông prey hay dân tơ ro mơ thực chu hay biên tị miền ấy tao giờ cam phiệp phát ra trả này lấy bằng bọn chui tham đan bọn này là cháu nè nên ngày trắng trong lần tham video về miền bạn biết từ bọn chui kẹt mưa off nè let's go bạn tôi bọn này chia ra cam phiệp các trong tại đà lệ nơiក្នុងpreyនៅខាងស្រុកបន្សៃហើយខ្ញុំមិនស្មានថានៅក្នុងនោះគឺមានទឹកជ្រោះមួយស្អាតខ្លាំងមែនទែនខ្ញុំបង្ហាញមកថាសកម្មភាពដែលយើងទៅនឹងជួបឧបសគ្គខ្លះហើយវាមានកន្លែងគួរចាប់អារម្មណ៍បែបនេះខ្លះចឹងណាហើយនៅពេលខ្ញុំបានដើរចូលនៅក្នុងព្រៃនោះគឺមានអារម្មណ៍ថាវាមកទៅគួរចង់ទៅលេងម្ដងទៀតខ្លះមែនទែនតែគ្រាន់តែវារៀងឆ្ងាយចឹងបើគិតពីតែខ្ញុំទៅប្រហែលជាចូល50គីឡូហើយផ្លូវដែលយើងធ្វើដំណើរថ្មើរជើងនេះគឺជាង10គីឡូចឹងរៀងឆ្ងាយដែរដើរឡើងទុនជើងដែរហ្នឹងគួរយើងដើរថ្ងៃទី1តែខ្ញុំអាចនិយាយបានថាទេសភាពនេះគឺស្អាតខ្លាំងមែនទែនហើយពេលយើងដើរនេះគឺដើរជាមួយនឹងព្យាបតដែរគាត់ចូលទៅលេងព្រៃហ្នឹងណាហើយព្រៃហ្នឹងគឺយើងជិះទៅដល់ទីរួមស្រុកវ៉ាន់សៃគឺយើងទុកម៉ូតូនៅអង្គកាត់ពេលយូរសូមមកអារម្មណ៍បងទស្សនាវីដេអូតនេះថាវាមានរបៀបបាត់ផ្លែជាខ្លះជាពិសេសទៅទៅធម្មជាតិគឺស្អាតខ្លាំងមែនទែននៅក្នុងព្រៃហ្នឹងខ្ញុំចូលចិត្តខ្លាំងមែនទែនហើយជាពិសេសគឺយកចិត្តការដើរព្រៃបែបនេះគឺវាមើលទៅវាសោះស្រាយមានអារម្មណ៍ថានេះហើយកន្លែងនេះគឺមានទៀកបាទដើរក្នុងទឹកមានឆ្លៀងហើយនៅមកក្រៅមានទៀកគឺរៀងញើខ្លួនឯងទៅដល់ទឹកជ្រោះវិញមានទៀកតោងជាប់ខ្លួនអញ្ចឹងហើយនេះគឺជាទឹកនេះគឺថ្លាខ្លាំងមែនទែនហើយមិនតែថ្លានេះគឺត្រជាក់ខ្លាំងមែនទែនដូចទឹកកកអញ្ចឹងហើយអាចនិយាយបានថាមកពីខែចុះត្រជាក់ឬមួយក៏មិនប៉ុន្តែពេលយើងដេកនោះគ្រឿងហប់អត់ត្រជាក់ទេត្រជាក់តែនៅពេលយប់ច្រើនបន្តិចតែថ្ងៃឬក៏ល្ងាចគង់ម៉ោង8 9ហប់ដេកទៅក៏ហប់ហើយកន្លែងនេះគឺជាកន្លែងពូខ្ញុំចូលទៅទឹកគឺសំខាន់ខ្ញុំចូលទៅទឹកគឺសំខាន់ខ្លាំងមែនតើបន្ទាប់ពីមួយតាគឺពួកយើងមកញ៉ាំដូចជាចឹងថាបត់ទេគឺគាត់ញ៉ាំតែនំប៉័ងហ្នឹងដាក់នំប៉័ងឲ្យពួកគាត់ញ៉ាំពេលដែលយើងញ៉ាំហើយយើងទៅហ្នឹងដូចជា2ថ្ងៃមួយយប់ហើយព្រឹកឡើងមើលមកឃើញពស់ទៀតមករៀបចុះទៅកន្លែងទឹកអង្គុយលេងឃើញពស់ហើយវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេចាំមើលបើសិនជាបងប្អូនចូលចិត្តឬក៏យ៉ាងណាអីមានឱកាសក្រោយខ្ញុំទៅលេងទៀតខ្ញុំនឹងថតសកម្មភាពប្លែកៗផ្សេងៗឲ្យបងប្អូនមើលទៀតចឹងហើយបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តវីដេអូកុំភ្លេចចូល follow និង like មួយហើយជួយ share ដល់នេះផងមានកំណត់ចិត្តធ្វើបន្តទៀតមួយទៀតគឺបងប្អូនដែលមើលក្នុង YouTube កុំភ្លេចជួយ subscribe ម្នាក់មួយផងបាទអរគុណច្រើន